សម្រាប់ឡានមួយនេះគឺតម្លៃត្រឹមតែ$20,000ស្រាងទេហើយបងប្អូនអាចទទួលបានតម្លៃពិសេសដោយធ្វើការឆាតចូល page ផ្នែកលក់របស់ពួកខ្ញុំទៅយើងនឹងមានក្រុមប្រឹក្សាយោបល់ជូនហើយសម្រាប់នៅខាងមុខនៃរថយន្តហ្នឹងគឺយើងនឹងទទួលបាននៅចង្គៀង LED រហូតដល់2គ្រាប់បាទភ្លឺច្បាស់ពណ៌សដាច់ល្អមែនទែនហើយបើយើងនិយាយអំពីភ្លើងដែលថាមវាគឺលាតដាច់ហើយថែមកន្លែងនេះមួយទៀតបាទស្អាតហើយតាក់ទងជាមួយនឹងនៅខាងមុខនៃរថយន្តគឺត្រូវបានធ្វើលាតបាទគឺស្អាតអមមកជាមួយ logo បាទគឺ GSC ដែល GSC គឺជាក្រុមហ៊ុនធំរបស់ Ion អញ្ចឹងបើនិយាយពីការធានាគឺរហូតដល់8ឆ្នាំបាទហើយយើងចូលទៅដល់កន្លែងចំហៀងបន្តិចព្រោះថាចំហៀងរបស់វានេះយើងឃើញថាការ design យ៉ាន់របស់វាគឺធំស្អាតល្អជាមួយនឹង Frank ABS មកក្រោយហើយជាមួយនឹង Frank គៀបទៀតបាទហើយ suspension នៅខាងមុខវាគឺជាប្រភេទ McPherson តួវាគឺធំខ្លាំងមែនតើបើយើងនិយាយពីតួវាគឺយើងអាចប្រើប្រាស់ទៅលើរថយន្តប្រើប្រាស់ Grab គឺពេញលេញតែម្ដងបាទហើយខាងក្រោយវិញម្ដងបាទនៅខាងក្រោយយើងទទួលបាននៅ stop LED លាតសន្ធឹងពីខាងមុខមកដល់ខាងក្រោយនេះបាទជារថយន្តឆ្នាំ2025បាទហើយបើនិយាយពីខាងក្លុបខាងក្រោយនេះគឺធំអាចដាក់អីវ៉ាន់បានច្រើនព្រោះយើងផ្ដោតទៅលើបងប្អូនដែលកំពុងតែស្វែងរកចំណូលបន្ថែមគឺយើងអាចរត់ Grab បានឬក៏ Pass បានបាទយើងអាចប្រើប្រាស់ឡានអគ្គិសនីដើម្បីជួយសន្សំសំចៃក្រៅពីឡានប្រភេទ Hybrid ឬក៏ Plug-in Hybrid Plug-in Hybrid និង Hybrid គឺចំណាយច្រើនដូចជាការ maintenance ផ្សេងហើយនឹងចំណាយទៅលើសាំងច្រើនសាំង1លីត្រគឺ4000តែយើងសាករថយន្តរបស់យើងនេះយើងប្រើប្រាស់ត្រឹមតែ1000ជាងទេនៅក្នុង1គីឡូវ៉ាត់ម៉ោងរបស់វាណាបាទតើមើលខាងក្នុងមួយខ្ញុំមកគ្នាមកទៀត